បាទជំរាបសួរសួស្តីលោកគ្រូនិងសិស្សានុសិស្សដែលត្រូវចូលរួមប្រឡងសម្រាប់មួយ NTech នៅថ្ងៃទី22-23 ខែមករាឆ្នាំ2026បន្ទាប់ពីសេចក្តីជូនដំណឹងយើងមាន3ចំណុចដែលយើងអាចចូលទៅប្រឡងបានទី1គឺយើងចូលទៅក្នុង app ទី2គឺយើង scan QR code ទី3គឺយើងចុចតាមរយៈតំណ link អញ្ចឹងពេលដែលវិធីសាស្ត្រទាំង3យើងប្រើមួយណាក៏បានវានឹងលោតមកចេញផ្ទាំងបែបនេះបន្ទាប់មកសូមឲ្យលោកគ្រូឬក៏សិស្សានុសិស្សធ្វើការផ្ទៀងផ្ទាត់មើលសេចក្តីណែនាំនិងបទបញ្ញត្តិបាទដើម្បីឲ្យដឹងថាតើលក្ខខណ្ឌគេណែនាំយ៉ាងដូចម្ដេចបាទមានទី1ទី2ទី3ជាដើមហើយបទបញ្ញត្តិបាទគឺយើងមើលនៅការហាម5ដែលគេបានបញ្ជាក់អញ្ចឹងបន្ទាប់ពីយើងយល់អំពីសេចក្តីនឹងហើយគឺយើងចូលទៅពាក្យចូលប្រឡងវានឹងលោតមកសញ្ញាបែបនេះគឺសូមឲ្យអាននៅសេចក្តីណែនាំលក្ខណៈសម្គាល់ណាបាទយល់អំពីលក្ខន្តិកៈហើយទើបយើងចុចទៅបន្តការចុចទៅបន្តនេះគឺយើងមានរឿងពីរទី1គឺសិស្សនឹងគឺមាននៅក្នុងបញ្ជីស្រាប់ហើយនឹងសិស្សដែលទើបតែចុះឈ្មោះកំឡុងពេលប្រឡងបាទអញ្ចឹងសូមអានសេចក្តីណែនាំបើពណ៌ត្រួយចេកសូមចូលមកកន្លែងព័ត៌មានពណ៌ត្រួយចេកនេះបើសិស្សចុះឈ្មោះពេលប្រឡងសូមមើលការណែនាំជ្រើសរើសខេត្តក្រុងស្រុកសាលារៀនឲ្យបានត្រឹមត្រូវបាទអញ្ចឹងជាទូទៅគឺយើងចូលទៅកន្លែងការបំពេញព័ត៌មាននេះមកគឺយើងជ្រើសរើសយកខេត្តបាទប្រសិនបើខ្ញុំជ្រើសរើសយកខេត្តឧត្តរមានជ័យអញ្ចឹងសាលារៀនខ្ញុំគឺស្ថិតនៅក្នុងក្រុងសំរោងហើយសាលារៀនខ្ញុំឈ្មោះវិទ្យាល័យដេជោសែនសំរោងបាទអញ្ចឹងខ្ញុំរៀននៅថ្នាក់ទីប្រមាណបាទខ្ញុំដើរតួថាថ្នាក់ទី12បាទបន្ទាប់មកគឺស្វែងរកឈ្មោះបាទស្វែងរកឈ្មោះអញ្ចឹងនៅត្រង់ចំណុចនេះគឺមានតែឈ្មោះសិស្សទេបាទមិនមានឈ្មោះលោកគ្រូអ្នកគ្រូឡើយបាទអញ្ចឹងខ្ញុំសូមដើរតួជាសិស្សថាសិស្សឈ្មោះកោនបាទសុកញ្ញាចោះបាទនេះអញ្ចឹងសូមចុចបាទចុចប៉ុណ្ណឹងនៅក្នុងនេះលក្ខខណ្ឌគេឲ្យយើងបង្កើតកូដរបស់អ្នកអញ្ចឹងសូមចុចបង្កើតយកពាក្យទៅចម្លងកូដរួចហើយគឺយើងជ្រើសរើសយកមុខវិជ្ជាបាទជ្រើសរើសយកមុខវិជ្ជានៅត្រង់ចំណុចហ្នឹងបាទបន្ទាប់ពីចម្លងហើយយើងជ្រើសរើសយកមុខវិជ្ជានៅត្រង់ចំណុចនេះគឺយើងមើលការណែនាំយើងឈ្មោះរបស់យើងមានហើយបាទកោនៃសុកញ្ញាបាទថ្ងៃខែឆ្នាំកំណត់លេខកូដប្រឡងនេះមានហើយបាទបន្ទាប់មកយើងជ្រើសរើសបាទប្រភេទថ្នាក់វិទ្យាសាស្ត្រឬក៏សង្គមបាទអញ្ចឹងគាត់ស្ថិតនៅក្នុងថ្នាក់សង្គមបាទហើយយើងជ្រើសរើសប្រឡងមុខវិជ្ជាអីមុនគេបាទទៅតាមកាលវិភាគបាទអញ្ចឹងខ្ញុំជ្រើសរើសមុខវិជ្ជាខ្មែរអញ្ចឹងគេបានបញ្ជាក់បន្ទុកស្រេចហើយបាទអញ្ចឹងប៉ុណ្ណឹងឯងគឺយកពាក្យទៅចាប់ផ្ដើមប្រឡងបាទអញ្ចឹងនៅកន្លែងនេះគឺសូមបំពេញបាទលេខ4ខ្ទង់គឺជាលេខកូដរបស់មុខវិជ្ជាអញ្ចឹង2026សូមវាលេខសម្ងាត់2026ហ្នឹងបាទអរដោយសារខ្ញុំសេអក្សរខ្មែរបាទសំទោសអញ្ចឹងចុចទីបន្ទាត់មកចាប់ផ្ដើមប្រឡងគឺយើងដំណើរការប្រឡងតែម្ដងបាទ